តើខ្ញុំជាមនុស្សអាក្រក់ឬទេដែលបានបញ្ឈប់ការសុំរៀបការរបស់មិត្តប្រុសរបស់ខ្ញុំមកកាន់ខ្ញុំអំឡុងពេលដែលនៅរោងការរបស់មិត្តភក្តិជិតដិតរបស់យើងសាច់រឿងគេខ្ញុំភេទស្រីអាយុ26ឆ្នាំនិងមិត្តប្រុសរបស់ខ្ញុំអាយុ25ឆ្នាំពួកយើងបានទៅចូលរួមពិធីមង្គលការរបស់មិត្តភក្តិយើងគេជាមិត្តភក្តិជិតដិតរបស់ពួកយើងតែម្ដងហើយខ្ញុំនិងមិត្តប្រុសរបស់ខ្ញុំក៏បានស្គាល់គ្នាក៏ដោយសារពួកគេដែរខ្ញុំនិងមិត្តប្រុសរបស់ខ្ញុំតាក់ទងគ្នាបាន3ឆ្នាំឆាប់ៗនេះហើយពួកយើងច្បាស់លាស់ជាមួយគ្នាខ្លាំងណាស់ច្បាស់លាស់ដល់ថ្នាក់ពួកយើងសម្រេចចិត្តថានឹងរៀបការជាមួយគ្នាគាត់ជាមនុស្សប្រុសផ្អែមល្ហែមយកចិត្តទុកដាក់និងពូកែយកចិត្តគាត់ជាមនុស្សប្រុសដែលខ្ញុំតែងតែគិតថានឹងរៀបការជាមួយទៅថ្ងៃអនាគតតាំងពីថ្ងៃដំបូងរហូតមកដល់ឥឡូវគឺគាត់មិនដែលប្រែប្រួលទេពួកយើងបានពិភាក្សាគ្នាអំពីរឿងអាពាហ៍ពិពាហ៍រហូតដល់ធ្លាប់បានទៅមើលចិញ្ចៀនជាមួយគ្នាទៀតផងដូច្នេះហើយនៅចាំតែថ្ងៃគាត់សុំខ្ញុំរៀបការតែប៉ុណ្ណោះប៉ុន្មានសប្តាហ៍មុនថ្ងៃការរបស់មិត្តភក្តិពួកយើងហើយនឹងគូដណ្ដឹងផ្សេងទៀតបានចេញក្រៅជាមួយគ្នាពួកយើងបាននិយាយគ្នាលេងតាក់ទងនឹងរឿងថ្ងៃអាពាហ៍ពិពាហ៍ថាយើងគួរតែធ្វើយ៉ាងម៉េចអីយ៉ាងម៉េចស្រាប់តែមិត្តប្រុសរបស់ខ្ញុំបាននិយាយលេងថាគាត់ចង់សុំខ្ញុំរៀបការនៅថ្ងៃមង្គលការរបស់មិត្តភក្តិនឹងតែម្ដងខាងអនាគតកូនកំឡោះគេក៏បាននិយាយលេងមកវិញថាស្ដាប់មើលទៅទំនងសប្បាយប៉ុន្តែខ្ញុំហើយនឹងអនាគតកូនកំមុំបានបដិសេធខ្ញុំគិតថាពួកគេនិយាយលេងប៉ុន្តែគាត់មិនបាននិយាយលេងទេអំឡុងពេលពិធីមង្គលការបន្ទាប់ពីអ្នកទាំងអស់គ្នាបានឡើងនិយាយម្ដងម្នាក់នៅលើឆាកហើយបានញ៉ាំអាហាររៀងខ្លួនហើយស្រាប់តែមិត្តប្រុសរបស់ខ្ញុំបានឡើងទៅលើឆាកប្រាប់ DJ ឲ្យចាក់បទចម្រៀងដែលពួកយើងចូលចិត្តដែលតែងតែច្រៀងលេងនៅក្នុងឡានជាមួយគ្នាហើយក៏ចាប់ផ្ដើមគោះកែវឆាំពេញហៅឲ្យអ្នកទាំងអស់គ្នាស្ដាប់គាត់ព្រោះគាត់មានរឿងចង់និយាយប៉ុន្តែពេលហ្នឹងខ្ញុំបានទឹកសពដាក់ត្រចៀកគាត់ថាមិនមែនឥឡូវនេះទេ like not right now គាត់បានទម្លាក់ទឹកមុខហើយស្រែកប្រាប់អ្នកទាំងអស់គ្នាវិញថាគាត់ធ្វើលេងទេបន្ទាប់ពីគាត់បានមកអង្គុយនៅតុវិញខ្ញុំក៏បានប្រាប់គាត់ថាឲ្យពួកគេរីករាយនឹងពេលវេលារបស់គេទៅពួកយើងនឹងបង្កើតពេលវេលារបស់ពួកយើងនៅពេលផ្សេងតែគាត់មិនព្រមមើលមុខខ្ញុំសោះគាត់ក៏បានដើរចេញខ្ញុំព្យាយាមរត់តាមគាត់ព្យាយាមស្វែងរកគាត់តែរកមិនឃើញខ្ញុំបាន text message ទៅគាត់ពីរដងនិង call រកគាត់ប្រហែលដងតែគាត់មិនទទួលទូរស័ព្ទសោះប្រហែល1ម៉ោងក្រោយមកក៏គាត់បានដើរចូលមកវិញអង្គុយនៅតុធម្មតាប៉ុន្តែតុមុខរបស់គាត់ធ្វើដូចឆ្កែរបស់គាត់ទៅតែស្លាប់អញ្ចឹងខ្ញុំព្យាយាមសម្រួលគ្រប់យ៉ាងធ្វើមិនឲ្យផុតមួយពេលនឹងសិនក្រោយមកពេលទៅដល់ផ្ទះគាត់ក៏បានផ្ញើ message យ៉ាងវែងមកកាន់ខ្ញុំដែលនិយាយថារោគចិញ្ចៀនទម្រាំបានមិនមែនជារឿងងាយទេហើយគាត់មានអារម្មណ៍ថាគាត់ត្រូវបានមនុស្សដែលចិត្តដិតបំផុតរបស់គាត់បដិសេធគាត់ហើយនឹងបំបាក់មកគាត់ខ្ញុំព្យាយាមបញ្យល់គាត់ថាមិនមែនខ្ញុំមិនចង់ការជាមួយគាត់ទេប៉ុន្តែនេះគឺជាថ្ងៃមង្គលការរបស់មិត្តភក្តិចិត្តដិតយើងហើយគេសមនឹងទទួលបានភាពរីករាយផ្ទាល់ខ្លួនរបស់គេដែលវាជាថ្ងៃសំខាន់របស់គេហើយយើងគួរតែបង្កើតថ្ងៃពិសេសរបស់យើងផ្សេងកុំឲ្យជាន់គ្នាជាមួយនឹងថ្ងៃគេគាត់នៅតែអន់ចិត្តហើយនិយាយថាបើខ្ញុំពិតជាចង់ការជាមួយគាត់មែនមិនគួរណាខ្ញុំមិនឈប់ការសុំរៀបការរបស់គាត់នៅនឹងមុខអ្នកទាំងអស់គ្នាអញ្ចឹងទេកលៈទេសៈនេះធ្វើឲ្យខ្ញុំរៀងវង្វេងដែរខ្ញុំមិនដែលនឹកគិតថាការសុំរៀបការរបស់ខ្ញុំនឹងកើតឡើងនៅថ្ងៃការរបស់អ្នកដទៃទេខ្ញុំព្យាយាមដោះស្រាយកលៈទេសៈនេះដោយសន្តិវិធីប៉ុន្តែគាត់នៅតែច្បាស់ក្នុងចិត្តតែម្ដងថាខ្ញុំបានបំផ្លាញគ្រប់យ៉ាងធ្វើឲ្យគាត់មើលទៅជាមនុស្សអាក្រក់តើខ្ញុំជាមនុស្សអាក្រក់ឬទេតើខ្ញុំគួរតែទទួលស្គាល់ថាខ្ញុំខុសហើយនឹងព្រមឲ្យគាត់សុំខ្ញុំរៀបការនៅថ្ងៃការរបស់មិត្តភក្តិរបស់យើងខ្ញុំហត់ហើយនេះ top comment គេបានលុបចេញបាត់ហើយខ្ញុំអត់ច្បាស់ថា comment ហ្នឹងគាត់និយាយថាម៉េចទេណាតែនេះវាជា comment ដែលខ្ញុំឃើញបន្ទាប់ណាកុំបំផ្លាញថ្ងៃមង្គលការហើយនឹងពេលវេលាដ៏មានន័យរបស់អ្នកដទៃវាជាថ្ងៃសំខាន់សម្រាប់គេជាពិសេសបើសិនជាកូនកំមុំគេបានបញ្ជាក់ច្បាស់ហើយថាគេមិនព្រមឲ្យយើងធ្វើរឿងហ្នឹងវាជារឿងអាត្មានិយមមែនទែនហើយច្បាស់ណាស់ថាវាខុសកលៈទេសៈអូខេការគិតរបស់ខ្ញុំនិយាយទៅអ្នកប្រុសហ្នឹងlike he so កូនក្មេងនិយាយមកគឺអត់យល់ហេតុផលអីសោះហ្មងខ្ញុំគិតថា OP មិនមែនជាអាសូលទេគាត់អត់ខុសទេព្រោះតែសារអីទី1អ្នកនរគ្នាគាត់បានបញ្ជាក់ច្បាស់ហើយគាត់ធ្លាប់បាននិយាយប្រាប់ម្នាក់ប្រុសហ្នឹងហើយថាអត់គួរសុំគាត់រៀបការនៅថ្ងៃហ្នឹងទេតើអត់មិនដែរនិយាយគ្នាណានិយាយគ្នាហើយតែគាត់នៅតែរឹងអញ្ចឹងទៀតអត់ស្ដាប់គេអត់ស្ដាប់ឯងអញ្ចឹងទៀតហើយជាពិសេសកូនកំមុំគេបានបញ្ជាក់ទៀតថាគេអត់ចង់ឲ្យធ្វើនៅថ្ងៃការរបស់គេទេហើយយើងនៅអញ្ចឹងហើយឥឡូវហ្នឹងមកខឹងគេខ្ញុំគិតថា he very childish like ចរិតកុំក្មេងហ្មង like ធ្វើទៅអ្វីដែលខ្លួនឯងចង់ហើយអត់យល់កលៈទេសៈហើយអត់ទទួលយកការគិតរបស់អ្នកដទៃអញ្ចឹងមួយទៀត OP គាត់និយាយត្រូវគាត់ថាថ្ងៃការរបស់គេឲ្យគេមាន moment គេទៅថ្ងៃការរបស់យើងចាំយើងមាន moment យើងថាយើង considerate គេចោះទៅអត់ប៉ុន្តែយើងខ្លួនឯងដូចខ្ញុំហ្មងខ្ញុំចង់បាន moment special របស់ខ្ញុំដូចគ្នាខ្ញុំអត់ចង់ share អា moment របស់ខ្ញុំនឹងជាមួយអ្នកដទៃខ្ញុំថាមិត្តភក្តិនឹងចិត្តដិតមិនក៏ដោយហើយណាមួយដូចនិយាយដែរអញ្ចឹងគេសមនឹងទទួលបានពេលវេលារបស់គេ
ខ្ញុំសំនឹងទទួលបានពេលវេលារបស់ខ្ញុំមានអីទៅបបាក់យល់ប៉ុណ្ណឹងហេតុអីបានទៅបញ្យល់បានទៅឆ្លោះគ្នាហើយនៅតែអត់យល់ទៀត he's a fucking child ហ្នឹងការគិតរបស់ខ្ញុំអញ្ចឹងដូចជាមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅអេពីសូតក្រោយទៀតបាយ